អូវាពិតជាផ្អែមល្ហែមនិងស្រឡាញ់ណាស់ច្រណែនមនុស្សគ្រប់គ្នាគាត់នៅណាយ៉ាន់ពេនបិនវាមានជាស្រីស្នំអ្នកមិនអើពើនឹងភាពក្រីក្រតូចមួយវាជារឿងមួយប្រសិនបើអ្នកមិនអន់ក្បាលចំពោះខ្ញុំពួកគេនៅតែហ៊ានធ្វើច្រើនណាស់ជប់គាត់ដើម្បីខ្ញុំពួកគេបានធ្លាក់ចេញពីការពេញចិត្តហើយពួកគេនៅតែហ៊ានមានចិត្តថាអ្នកអូនអ្នកគ្រប់គ្រាន់ហើយខ្ញុំនឹងបង្រៀនគាត់នៅមេរៀនមួយវាមិនងាយស្រួលសម្រាប់ឆ្មាំក្នុងការដើរនៅក្នុងចក្រវាលខាងក្នុងព្រះបរមរាជវាំងទេរឿងនេះត្រូវតែជម្រាបជូនលោកស្រីយ៉ានពីងជាបន្ទាន់ព្រះកាយដ៏មានតម្លៃរបស់ព្រះមហាក្សត្រមិនអាចត្រូវបានរំលោភបំពានបានទេព្រះករុណាព្រះមហេសីយ៉ានត្រូវបានស្ទាក់ចាប់ដោយព្រះមហេសីឈូតេងលូនៅទីនោះព្រះករុណាទ្រង់គង់នៅទីនោះតើនេះកំពុងធ្វើអ្វីអាហឺក្រុមមនុស្សឥតប្រយោជន៍មួយក្រុមរកមនុស្សម្នាក់ក៏មិនបានដែរខ្ញុំនឹងធ្វើវាដល់ខ្លួនឯងឈប់សង្គ្រោះពួកគេព្រះករុណាឲ្យគាត់ស្ទើរតែសម្លាប់ខ្ញុំហើយបិទមាត់ប៊ីសៀនតើអ្នកមិនអន់ចិត្តគាត់ទេអ្នកណាប្រាប់អ្នករឿងនោះយ៉ានពីងគឺជាស្នេហានៃជីវិតរបស់ខ្ញុំបើគាត់កាត់មកខ្ញុំនឹងយកជីវិតរបស់អ្នកដោយព្រះរាជក្រឹត្យរបស់អធិរាជភរិយាឈូមានចិត្តក្រអឺតក្រទមនឹងត្រួតត្រាគូហ្វេង3ឆ្នាំចាំងសេ20ដើម្បីស្នើសុំការគោរពបូជារបស់កូនប្រសាព្រះករុណាប្អូនស្រីរបស់ភរិយាឈូតែងតែបែបនេះព្រះមហាក្សត្រឲ្យសុំគុំខឹងខ្លាំងពេកអីថែរក្សាសុខភាពរបស់អ្នកអូទេព្រះមហេសីអធិរាជនឹងយកច្រឡំហើយភរិយាជាទីស្រឡាញ់របស់ខ្ញុំអ្វីដែលខ្ញុំទើបតែនិយាយវាពិតជាវិធានការបណ្ដោះអាសន្នមួយត្រូវធ្វើអ្វីខ្ញុំគ្រាន់តែគាត់នេះករុណាជាម្ចាស់ជីវិតលើត្បូងខ្ញុំសូមលាចាកលោកនេះឥឡូវនេះខ្ញុំនឹងទៅញ៉ាំថ្នាំដែរត្រូវធ្វើអ្វីតើវាជាដៃតូចរបស់ព្រះមហេសីអធិរាជដែលខ្ញុំបានប៉ាវាពិតជាចាំបាច់មែនទេចាប់តាំងពីបានជួបជាមួយភរិយាឈីវអ្នកខុសទាំងស្រុងហើយតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដជាការពិតណាស់វាសម្រាប់អ្នកនិងប្រពន្ធចុងរបស់ខ្ញុំពិតជាស្រឡាញ់គ្នាខ្លាំងណាស់វាគឺសម្រាប់ជាប្រយោជន៍របស់ខ្ញុំតើបញ្ហារដ្ឋមិនបាននិយាយដូចនេះទេព្រះចៅអធិរាជនិងមហេសីព្រមទាំងរាជវង្សនេះតែពេលនោះទេទើបយើងអាចយកវាមកវិញបានធ្វើរឿងទាំងអស់នេះសម្រាប់អ្នកយើងដូច្នេះអ្នកគិតថាមហេសីគឺជាព្រះមហេសីស៊ូមែនទេមិនត្រឹមត្រូវទេគ្មានអ្នកស្នងមរតននៅក្នុងហារ៉េមទេមានតែព្រះមហេសីអធិរាជជំនះគុតដែលបានជួយលាវកការជឿទុកចិត្តបែបនេះសូម្បីតែមនុស្សជាទីស្រឡាញ់ដែលគួរឲ្យទុកចិត្តក៏កម្រមានដែរតើខ្ញុំអាចមិនមានការសង្ស័យដោយរបៀបណាអារម្មណ៍របស់អ្នកចំពោះគាត់ដោយសារតែរឿងនេះក្រៅពីនេះគាត់ពិតជាស្រឡាញ់អ្នកណាស់សេចក្តីស្រឡាញ់ទៅវិញទៅមកវាពិតជាអាចក្រាស់និងភ្លឺចែងចាំងបាន